ថ្នាំត្រជាក់និងថ្នាំក្តៅប្រើលើចន្ទីយើងគួរតែប្រើបែបម៉េចបងប្អូនស្រដៀងថ្នាំពីរហ្នឹងគឺកម្ចាត់និងសម្លាប់បានដូចគ្នាទៅលើបញ្ហាសត្វល្អិតនិងតកៅប៉ុន្តែយើងប្រើដំណាក់កាលខុសគ្នាទៅលើស្វាយចន្ទីរបស់យើងបងប្អូនសម្រាប់ថ្នាំក្តៅគឺយើងប្រើនៅដំណាក់កាលការពារត្រួយព្រោះថាថ្នាំក្តៅវាមានតម្លៃធូរថ្លៃហើយប្រសិទ្ធភាពរបស់វាក៏ខ្លាំងដែរទៅនឹងការកម្ចាត់និងការការពារហើយសម្រាប់ថ្នាំត្រជាក់ទីពីរហ្នឹងគឺថ្នាំត្រជាក់គឺយើងប្រើនៅដំណាក់កាលចន្ទីមានផ្កានិងមានក្តឹបពីព្រោះថាថ្នាំត្រជាក់នៅពេលដែលយើងប្រើទៅគឺវាកម្ចាត់បានបញ្ហាសត្វល្អិតនិងតកៅដូចគ្នាប៉ុន្តែវាអត់មានផលប៉ះពាល់ទៅដល់ផ្កានិងក្តឹបចន្ទីរបស់យើងទេប៉ុន្តែបើសិនជាបងប្អូនយកថ្នាំក្តៅទៅប្រើនៅលើផ្កានិងក្តឹបចន្ទីរបស់យើងនោះចន្ទីបងប្អូននឹងផ្កានឹងទៅជាក្រៀមហើយក្តឹបនឹងក៏ទៅជាក្រៀមដែរអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នមែនទែនទៅនឹងការប្រើប្រាស់ថ្នាំការពារនិងកម្ចាត់សត្វល្អិតតកៅនឹងទៅលើស្វាយចន្ទីរបស់យើងបងប្អូនមុននឹងទិញយកទៅប្រើប្រាស់ស៊ូឲ្យច្បាស់មើលឲ្យច្បាស់សុំយកទៅលាយយកទៅបាញ់បងប្អូនណាហើយបងប្អូនដែលមានចម្ងល់ចង់ប្រឹក្សាយោបល់ទៅនឹងស្វាយចន្ទីអាច comment សួរនាំខ្ញុំបានបាទសូមអរគុណ